ជួយគេពិតជាតបានមែនមែនអញ្ចឹងនៅពេលដែលគាត់ទៅនោះគឺមានប្រាប់ពីសមាជិកពិតប្រាកដរបស់គាត់ទេរំបីភីដូចខ្ញុំមកស្មានចឹងនៅពេលដែលគេរំលឹកអំពីពាក្យ3ម៉ាត់នោះអេរីយ៉ាបតសងគ្រីតែនៅពេលគេសងសឹកឲ្យបងប្អូនគេមានភាពមឹងម៉ាត់ប្រហែលជាគ្រាន់តែអុកមួយត្រូវគេបោះចោលមនុស្សចេតនារឿងនោះចេតនានេះមានអីច្បុកច្បល់ទៅឈិនចៅពេលនេះស្ដេចអានដែរទេក្រោយពេលស្ដេចអានទៅដល់បានក្រុងជាហើយកងកម្លាំងក៏ឈានដល់ដែនកំណត់ពេលនេះឲ្យមនុស្សជាកាមកងដងតបអានត្រឡប់មកវិញពេលនេះគួរតែទៅដល់គួយទៅយានហើយព្រះអង្គគឺស្ថិតនៅក្នុងក្បួនតបនោះដែរយោតែយើងថ្វាយបង្គំព្រះបិតាថ្វាយព្រះបិតាមានព្រះសិទ្ធិរបស់3ក្រោមមេឃមកវិញដល់ជ័យជំនះលោកងទ័ពទាំងអស់គ្នានេះហត់ហើយផឹកស្រាទៅព្រះអង្គតើស្រាត្រូវចលៃនេះត្រូវមាត់ព្រះអង្គដែរទេនៅវិញហើយឆាត់ទៀតពីបាក់លៀងពិធីជប់លៀងរបស់នគរអានពលលោកជាបុកច្បាប់មិនស័ក្តិសមសង្គ្រាមគឺបានបញ្ចប់ប្រជារាស្ត្រមិនរំទងមិនស័ក្តិសមតែវិញមិនហើយមកថ្ងៃក្រោយព្រះអង្គគឺត្រូវធ្វើជាភ្ញៀវនៅនគររបស់យើងជា10ឆ្នាំពីនោះគួរតែទម្លាប់បន្តិចឲ្យល្អជាងមួយទៅពីគ្នាក្នុងកងធំចាលីតើមួយទៅយើងត្រូវតែប្រញាប់រកដាក់លៀងអភិជនម្នាក់ឲ្យគេហើយទៅបានតាមថាទៅអង្គការមិនគ្រប់គ្រាន់ទេដឹងនៅនេះអាចចាប់ស្ដេចពូទៅបានសម្ដេចទៅមានកូនសម្បត្តិធំណាព្រះអង្គប្រើវិស័យស្អាតហើយប្រហែលជាត្រូវប្រទាននាជាបិតាជាតិឲ្យគេទៀតផងមកផឹកស្រាទៅហងកងពិតជាមិនស្រួលមែនយ៉ាងណាលើគោលរបស់លោកគឺមានឈាមជ័ររបស់ជនជាតិឧបតណ្ដាបងប្រុសកំលេសហើយអីហងកងគឺជាឈាមជ័រតែមួយដំណាក់ពុតរបស់អ្នកមីងជីងតែបញ្ញាគឺបានទៅទានតកូលឲ្យមានកិត្តិយសខ្លាំងណាស់មានឈាមជ័ររបស់ជនជាតិអ៊ូមកពីណាទៅសំសុទ្ធថាអ្នកនៅទីនេះកណ្ដាលបណ្ដឹងថាពុករបស់គេនោះគឺជាប្រុសកំណានជនជាតិអ៊ូមិនដែលថោកទានម្នាក់ទៅបងប្រុសបងផឹកស្រាហើយអ្នកអង្គចាស់ហត់តង់គឺពិតជាកំ plaign មែនពីចាំអារម្មណ៍អ្វីក៏ជឿដែរអង្គងផឹកស្រាទៅកងទ័ពយើងអស់លើកពេកឡើងលួយហត់ហើយផឹកស្រាឲ្យស្រ័យទៅអូជុំព្រះអង្គព្រោះលើកអ្នករំលងក៏ធ្វើបាបខ្លួនឯងលោកគ្រូរបស់លោកនោះតែបង្រៀនលោកពីអ្វីខ្លះទៅតាកចាត់ដេកលក់ហើយដេកលក់ហើយមិនអញ្ចឹងចាំមិនអាចមកបានទៅលោកឆាប់រាប់ឡើងក្នុងទឹកត្រជាក់ខ្លាំងណាស់ព្រៀបនឹងពនាងដែលជាបណ្ដាញបង្កើតខ្ញុំនៅពុទ្ធសាសនារាជឆានដែលសោះចំអកខ្ញុំនោះទឹកនេះគឺកក់ក្ដៅជាងឆ្ងាយណាស់ខាងជប់នេះប្រហែលខែហើយមានអ្នកខ្ញុំអាចទេអញ្ចឹងមានអ្នកខ្ញុំដែរទេដល់លោកហើយមិនអញ្ចឹងខ្ញុំអាចនឹកដល់តាកចាស់នោះដែរទេតាកចាស់នោះពេលនោះរៀបការជាមួយខ្ញុំក៏ប្រតិសិទ្ធអំណាចរបស់កសុពន្ធសាស៊ីដែរខ្ញុំមកងំអស់3ឆ្នាំគឺភ្នាក់ខ្លួនតែយូរហើយលោកគេពីខ្ញុំមិនទេបានមិនចាំជួបខ្ញុំអញ្ចឹងខ្ញុំទៅវិញហើយនេះក៏ច្រើនពេកហើយខ្ញុំគ្រាន់តែចង់មកយកស្នៀតសក់មកយូរ៉ានេះនេះជាពេលដែលខ្ញុំចាប់ខ្លួនស្ដេចអូរកឃើញលើខ្លួនគេហើយវត្ថុបុរាណរបស់រាជការមុនរបស់ដែលមហេសីអូស្រឡាញ់ជាងគេដាក់ជាប់ខ្លួនទុកជាការនឹករលឹករហូតមកខ្ញុំបានលួចយកវាមកព្រោះតែថ្ងៃនេះសូមឲ្យរបស់នេះឆាប់ជួយឲ្យអ្នកម្នាងកាន់តំណែងជាមយុណាអរគុណលោកខ្ញុំជឿចិត្តណាស់ប៉ុន្តែលោកក៏ដឹងដែរគេគឺមិនអាចឲ្យខ្ញុំធ្វើជាព្រះមហេសីនោះទេនៅក្នុងដំណាក់ខាងក្រោយសិតតែជាកូនស្រីរបស់កុលសម្បត្តិធំគេគឺប្រតែរក្សាសិទ្ធិអំណាចហេតុនេះតែចាស់តែនិយាយថានឹងរំលឹកដល់បងចដូនមួយរបស់ខ្ញុំព្រះមហេសីចៅជាប្តីប្រពន្ធចាស់មានមនុស្សសញ្ចេតនាជ្រាលជ្រៅណាស់ព្រះមហាសន្តិនេះក៏ជាមេនៃដំណាក់ខាងក្រោយដែរហើយសិទ្ធិអំណាចធំជាងព្រះមហេសីទៅទៀតលោកបញ្ចុះចាត់ការកាត់សម្រាប់របស់តាកចាស់អញ្ចឹងពួកយើងគឺសហការគ្នាបានល្អតំណាក់ព្រះបត្រាទាំងពីរអ្នកចៅខ្ញុំធ្វើជាព្រះមហាសន្តិនេះហើយច្បាស់ជាធ្វើឲ្យបំណងប្រាថ្នារបស់សង្គ្រាមរបស់លោកបានសម្រេចលោកសពសង្គ្រាមគ្មានគុណធម៌លោកធ្វើជាមេដឹកនាំតើកោអានគឺអាចជិះផុតពីភ្លើងសង្គ្រាមបានហើយមនុស្សម្នាក់លោកសង្គ្រាមក្រោមមេឃនៅបសុកខ្ញុំមិនលុបលន់សិទ្ធិអំណាចទេគឺសូមឲ្យតែមានក្រោមមេឃសន្តិភាពសូមលោកចាអ្នកតបពីប្រឡាន